Khmer PC Knowledge សនស្វាគមន៍សូមជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗជំរាបសួរអ្នកគ្រូលោកគ្រូទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំធ្វើវីដេអូទាក់ទងនឹងការប្រើប្រាស់នៅ CapCut Pro ដែលយើងអត់ចាំបាច់បង់លុយហើយនេះគឺជាវីដេអូមេរៀនខ្លីទេអូខេយើងចូលទៅក្នុងវីដេអូរបស់យើងឥឡូវខ្ញុំជ្រើសរើសយកវីដេអូរបស់ខ្ញុំលេខ0520អូខេអញ្ចឹងបន្ទាប់ពីយើងចូលក្នុងកម្មវិធី CapCut របស់យើងហើយយើងអាចទាញយកវីដេអូរបស់យើងណាមួយមកដាក់មកឥឡូវយើងលុបនេះចេញខ្ញុំអត់ទុកវីដេអូនេះទេខ្ញុំដាក់វីដេអូផ្សេងពីចូលមកឥឡូវខ្ញុំកាត់យកខ្លីខ្ញុំដកទៅនេះអូខេបន្តមកទៀតយើងចូលទៅប្រើប្រាស់ effect ឬក៏ទាក់ទងជាមួយនឹង text ដែលជាប្រភេទ pro ផ្សេងៗហ្នឹងយើងអាចយកមកដាក់សិនមកយើងរៀបចំវាស្អាតសិនទៅឧទាហរណ៍ថាយើងត្រូវការ effect មួយឥឡូវខ្ញុំយក effect ប្រភេទនេះចុះតាក់ទងនឹង pro ហ្នឹងទៅឃើញត្បូងពេជ្រដឹងតែ pro ហ្នឹងហើយយើងដាក់វាបញ្ចូលអញ្ចឹងមកអញ្ចឹងនៅពេលណាដែលយើងទាញ effect បញ្ចូលមកឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលនៅពេលយើងដាក់ effect ហ្នឹងរួច effect ប្រភេទ pro ហ្នឹងយើង export វាមកយើងនឹងឃើញថាយើងអត់អាច export វីដេអូហ្នឹងបានទេអញ្ចឹងគេដាក់ថា join pro to export អញ្ចឹងទៅហ្នឹងបានឲ្យយើងធ្វើបានអញ្ចឹងហើយទីសាស្ត្រគឺយើងដាក់ pro រួចអស់យើង control A ទៅបាទ control A ហើយយើងមកស្ដាំពីលើវីដេអូរបស់យើងហើយយើងយកពាក្យថា create compound clip បន្ទាប់ពីយើង create compound clip រួចយើងចុចមកស្ដាំទៀតយើងយកពាក្យថា pre-process compound clip ហ្នឹងបាទបន្ទាប់មកយើងរងចាំឲ្យនាទីរបស់វានឹងដល់ចប់គ្រប់ 100% ណាបើសិនបើវា process អត់ទាន់គ្រប់ 100% ទេយើងអាចចូលទៅក្នុងនឹងកំណត់វាបានទេអញ្ចឹងយើងចាំមកវាចប់ 100% នៅកន្លែងនេះណាអូខេអញ្ចឹងនៅពេលដែលវា process ចប់យើងអាចបិទវីដេអូនោះយើងបិទCapCut របស់យើងចេញទៅហើយរងចាំបន្តិចវាលោតមកវិញអូខេអញ្ចឹងពេលវាលោតអញ្ចឹងយើងចូលទៅកាន់ setting នេះ setting នៅកន្លែងនេះតមកទៀតយើងមើលកន្លែង trap នេះហើយយើងមើលកន្លែងពាក្យ save to អញ្ចឹងយើងយកកន្លែងនេះយក folder save to ហ្នឹងមកអូខេបន្តមកទៀតយើងចុចនៅខាងលើនៃ local របស់វាហើយយើង copy វារួចយើងបិទវាចេញទៅបាទបិទវាចេញយើងចូលមក folder ខាងក្រោមបន្តមកទៀតយើងចុចនៅលើ local ខាងលើយើងផាសអាដែលយើង copy មិញមក enter ចូលមកបាទបន្ទាប់មកយើងមើលទៅលើឈ្មោះដែលយើងធ្វើវីដេអូហ្នឹងនៅក្នុង CapCut របស់យើងដូចរបស់ខ្ញុំអញ្ចឹងខ្ញុំដាក់0520អញ្ចឹងអ្នកគ្នាត្រូវចូលទៅនៅក្នុង0520យ៉ាងដូចគ្នាដែរអញ្ចឹងយើងចុចកន្លែងនេះមកបាទបន្តមកទៀតយើងចូលទៅកាន់ resource បន្ទាប់ពីយើងចូលទៅក្នុង folder resource យើងមើលនៅកន្លែងពាក្យថា combination ចូលនឹងមកហើយយើងនឹងឃើញវីដេអូដែលយើងបានដាក់នៅ pro នឹងចូលអូខេអញ្ចឹងយើងទាញវាដាក់មកកដុបសិនមកដាក់នៅត្រង់នេះក៏បានដែរយើងទាញឲ្យទូចតិចណាអូខេបន្តមកទៀតយើងចូលទៅកាន់វីដេអូរបស់យើងមួយហ្នឹងចឹងបន្ទាប់ពីយើងចូលមកបានយើងលុបវីដេអូនេះចេញវីដេអូនេះយើងអត់ទុកទេកុំព្យូទ័រនឹងរត់បនគាំងអូខេយើងចុចលុបវីដេអូនេះចោលទៅបន្ទាប់មកយើងចូលទៅកាន់ folder ដែលយើងបានចូលទៅតាម local របស់វាមិញហ្នឹងយើងចាប់ទាញវាចូលមកចាប់ទាញវាចូលអញ្ចឹងវីដេអូហ្នឹងគឺជាវីដេអូដែលយើងបានដាក់ pro មិញហ្នឹងឯងហើយបន្ទាប់មកយើង export ទៅអញ្ចឹងវាអត់ជាប់ pro ទេអូខេអញ្ចឹងយើងអាច export បានហើយយើងរងចាំវាដល់ចប់ដល់ចប់ហើយចឹងមានតែប៉ុណ្្នឹងទេតកតងជាមួយនឹងការប្រើប្រាស់នៅប្រភេទ Pro ដោយយើងមិនចាំបាច់បង់លុយនៅក្នុងកម្មវិធី CapCut ចឹងបើមានចម្ងល់អីផ្សេងទៀតអាចសួរបានអរគុណច្រើនបាយបាយ